បងប្អូនទេសនាគ្រប់គ្នារឿងរ៉ាវដ៏គួរឲ្យភ័យរន្ធត់មួយទៀតហើយដែលបានកើតឡើងក្នុងសង្គមប្រទេសសៀមតែមានក្តីបារម្ភនិងភ្ញាក់ផ្អើលខ្លាំងណាស់ដោយមាននីតិហានសៀមម្នាក់ឬក៏នីតិហានស្ដេចសៀមដែលមានជំនាញចាប់សត្វពស់យក្សទូទៅយ៉ាងធំដើម្បីបង្ហាញសូរទៅដល់ភ្ញៀវទេសចរសៀមទាំងឡាយនោះដែលមកទេសនាលេងកម្សាន្តយ៉ាងណាក៏ដោយតាមការផ្សព្វផ្សាយប្រភពព័ត៌មានពីស្រុកសៀមនោះពួកគេបានរៀបរាប់ពីដំណើររឿងរ៉ាវនីតិហានសៀមឬក៏ទាហានស្ដេចសៀមមានជំនាញចាប់សត្វពស់វាជាជំនាញថ្មីប្លែកជាងគេគឺកើតឡើងស្ថិតនៅក្នុងតំបន់ភូមិណាមខំឃុំខំផៃស្រុកថៃចរឿនខេត្តយ៉ាសូថនលើទឹកដីប្រទេសសៀមនោះបើយោងតាមការបញ្ជាក់បន្ថែមពីសារព័ត៌មានសៀមពួកគេបានរៀបរាប់ថានីតិហានសៀមមានជំនាញចាប់សត្វពស់នោះគឺមានឈ្មោះថាថងបួសុកគឺលោកជានីតិហានស្ដេចសៀមដែលមានជំនាញធ្វើដៃប្លែកអស្ចារ្យជាងគេក្នុងការចាប់សត្វពស់ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសនាទេសចរទាំងឡាយដែលចូលចិត្តទេសនាកម្សាន្តវាពិតជាទិដ្ឋភាពប្លែកភ្នែកម្យ៉ាងដែរសម្រាប់ប្រជាជនសៀមនិងភ្ញៀវទេសចរទូទៅដែលពួកគេចូលចិត្តទេសនាការសម្ដែងសូររវាងសត្វពស់ធំជាមួយនឹងមនុស្សលោកនោះដោយកាយវិការរបស់សត្វពស់នោះវារស់រវើកនិងមានភាពទាក់ទាញខ្លាំងណាស់យ៉ាងណាមិញក្រុមអ្នកសារព័ត៌មានសៀមក៏បាននាំគ្នាទៅសាកសួរសំណួរទៅដល់នីតិហានសៀមនោះថាតើមូលហេតុអ្វីលោកចូលចិត្តសម្ដែងជាមួយសត្វពស់ឬក៏លោកពុំខ្លាចសត្វពស់នោះវាខំឬក៏ចឹកដោយលោកថងខំបួសុកនោះបានរៀបរាប់ថាដំបូងឡើយយើងត្រូវស្គាល់អំពីប្រវត្តិនៃប្រភេទសត្វពស់នោះជាមុនសិនហើយយើងក៏ត្រូវតែជាមនុស្សចូលចិត្តសត្វពស់និងមិនខ្លាចរអាចំពោះសត្វពស់នោះផងដែរដោយលោកថងខំបួសុកបានបញ្ជាក់ថាសត្វពស់ដែលយកមកសម្ដែងនោះគឺគេសម្លាប់ពឹសរបស់វាចោលអស់ទៅហើយដូចនេះនៅពេលពស់វាខំឬក៏ចឹកយើងនោះគឺវាមិនឈឺនោះទេគឺឈឺប្រហាក់ប្រហែលទៅនឹងសត្វស្រមោចតូចខំតែប៉ុណ្ណោះហើយក៏មិនប៉ះពាល់ទៅដល់អាយុជីវិតរបស់យើងនោះដែរប៉ុន្តែយ៉ាងណាក៏ដោយលោកខំបួសុកបានបន្ថែមថាយើងមិនត្រូវប្រើរំពាត់ឬក៏ដំបងឈើវាយទៅលើខ្លួនសត្វពស់នោះទេពីព្រោះថាពស់វាអាចមានកំហឹងនិងរំខានដល់ការសម្ដែងជាមួយយើងសម្រាប់ភ្ញៀវទេសនាជាដើមឬក៏ពស់នោះវាអាចខំយើងជាញឹកញាប់ថែមទៀតផងប្រសិនបើយើងប្រើរំពាត់ឬក៏ដំបងវាយទៅលើខ្លួនរបស់សត្វពស់នោះ